ជនជាតិវៀតណាម173នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កែមត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី30ខែមិថុនាឆ្នាំ2026អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសន្តិបណ្ឌិតនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃឯកឧត្តមស្នេហ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន173នាក់ស្រី41នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កែមករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនគ្មានលិខិតឆ្លងដែនលួចស្នាក់នៅដោយខុសច្បាប់ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិតខេត្តស្វាយរៀងការបណ្តេញជនជាតិបរទេសខាងលើនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងកិច្ចខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់អក្រិតកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោកដោយគ្មានការលើកលែងនោះឡើយជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឲ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានឲ្យមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញចង់បានបន្ទប់ស្អាតទាន់សម័យនិងចំណេញលំហមែនទេជ្រើសរើសសាឡុងក្រេពូករបស់យើងសោភ័ណភាពឈានមុខគុណភាពស្តង់ដាររឹងមាំផាសុកភាពនិងទំនុកចិត្តគឺនៅទីនេះកំងឥឡូវនេះ